រសៀលសួស្ដីបងប្អូនហ្នឹងហើយមិនចេះមិននៅស្ងៀមសោះនឹងច្រោះញចានេះច្រោះយកទឹកញចានេះបាន1 ដប1 លីត្រកន្លះនេះញនេះនាងខ្ញុំត្រាំ72ម៉ាយចា2ម៉ាយនេះញនេះឥឡូវនេះខ្ញុំយកស្រង់កាកហ្នឹងចេញទៅហើយខ្ញុំសិតយកទឹកចាសិតយកទឹកហើយនេះពេញមកនេះពេញមកហ្នឹងទៅដល់ដាក់ទឹកដបដែលចំណុះ1 លីត្រកន្លះហ្នឹងបាន1 លីត្រកន្លះបងប្អូនហ្នឹងចាគាត់ទៅថាអញ្ចឹងមិនដឹងចេះជើត្រូវជារោគអីទេចង់ដឹងបងប្អូនខមមិនសួរលោកអាចារ្យអីព្រោះលោកអាចារ្យអីលោកមានទឹកញលក់ហ្នឹងណាប៉ុន្តែនេះខ្ញុំធ្វើខ្ញុំស្ដាយញឃើញញជុះខ្ញុំក៏ចេះរើសសំទៅយកមកត្រាំដាក់មួយស្ករខ្លះទៅចាហ្នឹងហើយឥឡូវនេះខ្ញុំសិតបានប៉ុណ្ណឹងយកមកពេលណាយើងញ៉ាំហ្នឹងជាកណិតរបស់នាងខ្ញុំផ្ទាល់ណាកណិតនាងខ្ញុំផ្ទាល់គឺនាងខ្ញុំធ្វើយកបាល់មកកម្របដបទៅហើយនាងខ្ញុំដាក់ខ្ជាយខ្វេហើយយើងដាក់គុំដែរទៅចាដាក់ទឹកគុំមកស្លាបព្រាបាយទៅហើយយើងកូរលាយទឹកក្តៅតិចទៅហើយយើងញ៉ាំទៅចាចាំមើលប្រសិទ្ធភាពទៅព្យាបាលរោគអីឥឡូវយើងអបមកថាយើងឈឺចង្កេះឈឺខ្នងណាឈឺកាពះឬក៏នោមញឹកនោមអីហ្នឹងចាំមើលតើវាកាត់បន្ថយលើផ្នែកអីមួយហ្នឹងយើងដឹងហើយគាត់ជម្រាបបងប្អូនថាខ្ញុំនៅមានមួយកដុងទៀតអញ្ចឹងជើញទៅមើលជាមួយនឹងខ្ញុំកដុង20 លីត្រចានេះបងប្អូននេះណាចានេះញមួយកដុង20 លីត្រចានេះខ្ញុំត្រាំចាំមើល2026 27នេះខ្ញុំយកមកចាសិតយកទឹកហ្នឹងហើយហ្នឹងអត់មានអីទេបងប្អូនបង្ហាញបងប្អូនមានតែប៉ុណ្្នឹងឯងចាញចាអរគុណទឹកញគឺព្យាបាលរោគសពបែបយ៉ាងដែលនាងខ្ញុំតាមនាងខ្ញុំដឹងគាត់ឬសូទូពីលោកចាអេថាដូចជាព្យាបាលតម្រងនោមអីអញ្ចឹងដែរហ្នឹងអីប៉ុន្តែបងប្អូនលំអិតចង់សួរចូលភ័យលោកចាអេយ៉ាអរគុណចាជម្រាប